ស្តីបងប្អូននេះគឺជាថ្ងៃជួយតាមចិនរបស់នាងខ្ញុំពេលព្រឹកនេះរៀបចំធ្វើចង្ហាន់យកទៅប្រគេននៅព្រះសង្ឃនៅឯវត្តសំពៅអង្គធីតាគេបានទៅជាមួយអំពន្លឺនិយាយពេលអត់បានទៅទេថាឲ្យអំពន្លឺទៅឥឡូវនេះអូនមកពីវត្តវិញហើយអំពន្លឺខ្លាញ់អូនណាថាអូនចេះសំពះលោកហើយគេធ្វើចរិតគេស្លូតបូសុភាពអត់មានឆ្វេងឆ្វាច់ញ៉ៃញ៉ៃនៅវត្តទេហើយអូនចេះស្ដាប់អំលឺណាហើយសាពះព្រះសង្ឃគឺសាពះអំលឺគាត់ថាអូនឆ្លាតមែនតែនម៉ាក់អើយកូនបើមួយនេះឆ្លាតណាស់អំលឺខ្លាញ់អូនដែរហ្នឹងណាឥឡូវនេះយើងចាប់ផ្ដើមរៀបចំចានដាក់ផ្លែឈើហើយអូនធីតាហ្នឹងគេជួយរៀបដែរគេបេះផ្លែមៀនផ្លែអីមួយចឹងទៅគេបេះលេងហ្នឹងបងប្អូនឥឡូវនេះខ្ញុំរៀបហើយខ្លះហើយក៏ជាមួយអំលឺលេងទៀតនេះអូនសាពះព្រះសង្ឃគេធ្វើដៃចឹងណាអំលឺសប្បាយចិត្តដែរបានក្មួយឆ្លាតចឹងបងប្អូនអំពន្លឺអូនគេនិយាយជាមួយអូនធីតាទៀតដែរថាកូនអីខ្លាញ់ម៉ែអូនសិតតែពាក់អាវអេមទៅវត្តទៀតឥឡូវនេះចូលដល់ម៉ោង11ជាងហើយយើងចាប់ផ្ដើមប្រពៃពិធីសែនចិនឥឡូវនេះខ្ញុំសែនឲ្យរស់ហើយក៏ថតរូបលេងហើយខ្ញុំតែងខ្លួនមានបោពីលើក្បាលតែងគេមួយ5000ណាឃើញក្មេងៗគេពាក់ស្អាតដល់ក៏ចង់ទិញពាក់គេដែរមានអីស្អាតអត់បងប្អូនរូបបោចាក់គេរូបផ្កាហើយនេះគេចុងក្រសាប្តីនាងខ្ញុំក្មួយស្រីក្មួយប្រុសប្តីម្ដាយខ្ញុំបងប្រុសខ្ញុំអីគាត់តាមមកពីភ្នំពេញណាគាត់មកលេងហើយនេះគាត់ឲ្យកូនបើគេឲ្យធូបដែរអរគុណបងប្អូន